នៅពេលនេះគឺម៉ោង 5:52 នាទីថ្ងៃទី 27 ខែមករាឆ្នាំ 2026 ខ្ញុំសង្កេតឃើញថាស្លឹកស្រូវចាប់ផ្ដើមមានទឹកសន្សើមដកជាប់ហើយមានន័យថាសើមជាប់ពេញស្លឹកស្រូវតែម្ដងបាទដែលលក្ខខណ្ឌទឹកសន្សើមចុះលឿនហើយព្រឹកឡើងទឹកសន្សើមជោគជាប់អត់ងាយស្ងួតបាទគឺជាលក្ខខណ្ឌដែលបង្កការវិវត្តនិងការកកើតឡើងនៃបញ្ហាជំងឺផ្លាស់នេះជំងឺផ្លាស់ចាប់ផ្ដើមកើតហើយក្នុងស្រែរបស់យើងបាទកន្លែងណាដែលល្អខ្លាំងគឺចាប់ផ្ដើមកើតហើយបាទហើយបញ្ហាដែលប្រឈមខ្លាំងជាងគេគឺពូជ85ពូជសែនក្អូបពូជស្រូវ49បញ្ហាជំងឺផ្លាស់ខ្លាំងបាទចំពោះស្រូវពូជ8ដើមស្រូវ OM 51ស្រូវពូជសង្ហែវាអាចមានតែមានតិចអត់សូវច្រើនទេយើងបាញ់មកគឺយើងទប់ទល់បានបាទដូច្នេះការប្រើប្រាស់ថ្នាំការពារនិងព្យាបាលជំងឺសំខាន់មែនទែនបាទត្រូវធ្វើការបាញ់ព្យាបាលបានតាន់ពេលវេលាហើយប្រើប្រាស់ជាបានសមស្របផងដែរចំពោះស្រូវដែលទទួលរងបញ្ហាជំងឺចូលច្រើនចឹងហើយការប្រើប្រាស់ស៊ីងផ្លាស់គឺយើងអាចធ្វើការប្រើប្រាស់ស៊ីងផ្លាស់លាយជាមួយស៊ីងស៊ូភឺឬក៏ស៊ីងផ្លាស់លាយជាមួយបាក់តេរីផ្សិតយើងប្រើត្រឹមមួយកញ្ចប់ចន្លោះ200ក្រាមយើងប្រើវា1ហិកតាយើងលាយជាមួយនឹងស៊ីងផ្លាស់គឺយើងត្រូវការប្រើ3កញ្ចប់មួយកញ្ចប់វាចន្លោះ100ក្រាមអញ្ចឹង300ក្រាមបន្ថែមទៀតលាយបញ្ចូលមួយបាក់តេរីផ្សិត200ក្រាមបាទយើងបាញ់ទៅក៏អាចទប់ល្អឬមួយទៀតយើងប្រើស៊ីងផ្លាស់300ក្រាមលាយជាមួយនឹងស៊ីងស៊ូភឺបាទ250មីលីលីត្រឬក៏1ដបធ្វើការព្យាបាលទៅលើស្រូវដែលមានបញ្ហាជំងឺផ្លាស់កើតឡើងហើយនេះបាទសូមអរគុណ